អាយ៉ាអ្នកអាចមកបានពិតជាល្អណាស់ថ្ងៃនេះប្រធានអានជួបអ្នកច្បាស់ជាសប្បាយចិត្តខ្លាំងណាស់ពិធីជប់លៀងខួបកំណើតរបស់លោកពូទី2ខ្ញុំពិតជាត្រូវតែមកហើយអ្នកគិតយល់គឺល្អហើយការស្លាប់របស់លីយ៉ាងគឺជាលទ្ធផលល្អបំផុតសម្រាប់អ្នកបើមិនអញ្ចឹងទេយូរីឆាប់គេនឹងទាញអ្នកទម្លាក់ទឹកមិនខានមើលចុះឥឡូវនេះល្អប៉ុណ្ណាស្ងប់ស្ងាត់ណាស់លីនឡុងអ្នកកុំអោពេកអ្នកគ្រាន់តែជាឆ្កែមួយក្បាលនៅក្បែរលោកពូទី2ប៉ុណ្ណោះបើមិនមែនដោយសារពួកអ្នកគំរាមកំហែងឪពុកម្ដាយរបស់លីយ៉ាងទេមួយជីវិតនេះខ្ញុំក៏មិនជ្រើសរើសអ្នកដែរខ្ញុំគ្រាន់តែសុខចិត្តដើរតាមប្រធានអានតើដើរតាមអ្នកខ្លាំងមានកំហុសដែរឬទេអ្នកឈ្នះបានទាំងអស់ពេលនេះលីយ៉ាងស្លាប់ហើយចុងក្រោយអ្នកនៅតែជារបស់ខ្ញុំដដែលអញគ្មានមុខជួបគេទេប្រធានអានមកដល់ហើយប្រធានអានមានទឹកមុខល្អណាស់ស្នែងគោដ៏ល្អរបស់ខ្ញុំនេះទុកជាការគោរពអរគុណច្រើនអ្នកទាំងអស់គ្នាមកដល់ហើយល្អណាស់ថ្ងៃនេះខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានអញ្ជើញមកទីនេះខ្ញុំឆ្លៀតឱកាសថ្ងៃនេះដើម្បីប្រកាសរឿងមួយគ្រួសារអានមានគម្រោងគ្រប់គ្រងទីផ្សារគ្រឿងអលង្ការនិងត្បូងថ្មនៅទីក្រុងមីងយ៉ាងទាំងស្រុងនិងធ្វើសមីហរណកម្មត្បូងថ្មដល់ពេលនោះសូមអ្នកទាំងអស់គ្នាជួយសហការផងការបង្រួបបង្រួមទីផ្សារនេះជារឿងល្អប៉ុន្តែគ្រួសារនីមួយសុទ្ធតែមានបណ្ដាញអាជីវកម្មរៀងខ្លួនបើធ្វើបែបនេះខ្ញុំខ្លាចថាប្រធានអានការធ្វើសមីហរណកម្មទីផ្សារជារឿងធំមានពាក្យចាំអារាមថាមានការរត់ពន្ធគ្រឿងអលង្ការមិនដឹងថាពិតឬខ្លាំងខ្លាយទេបើពិតមែនការបង្រួបបង្រួមទីផ្សារប្រហែលជារងការរិះគន់កាន់តែខ្លាំងអ្នកនិយាយលេងហើយគ្រួសារអានយើងតែងតែគោរពច្បាប់ខ្ញុំទុកពេលឲ្យអ្នកទាំងអស់គ្នាគិតឲ្យបានច្បាស់អញ្ចឹងយើងបន្តពិធីជប់លៀងសិនទៅសូមអញ្ជើញភ្ញៀវកិត្តិយសពិសេសរបស់យើងគ្រូធំក្បាច់គុណលោកគ្រូស៊ីវ